5 ជំហានបច្ចេកទេសដើម្បីទាត់បាល់ឲ្យខ្លាំង 1 ជំហានរត់ចូលទាត់ The Run Up កុំរត់ចូលបាល់ជាខ្សែបន្ទាត់ត្រង់អ្នកគួររត់ចូលក្នុងមុំផ្អៀងប្រហែល 45 ដឺក្រេធៀបនឹងបាល់ការរត់បែបនេះជួយឲ្យត្រគាករបស់អ្នកមានលំហររង្វិលខ្លាំងដែលបង្កើតកម្លាំងវាយោបានកាន់តែធំនៅពេលទាត់ 2 ការដាក់ជើងទប់ជើងដែលមិនទាត់ជើងទប់ត្រូវដាក់នៅស្របដងនឹងបាល់ដោយរក្សាគម្លាតប្រហែល 1 ទឹកឬ 1 ក្តាប់ដៃពីបាល់ចំណាំចុងជើងទប់ត្រូវចង្អុលទៅចំទិសដៅដែលអ្នកចង់ឲ្យបាល់ហោះទៅ 3 ចំណុចប៉ះទង្គិចនៃជើងនឹងបាល់ Contact Point លើជើងត្រូវប្រើខ្នងជើងតំបន់ខ្សែស្បែកជើងដើម្បីទាត់បាល់ប្រឹងប្រកាច់កម្រើកែងជើងនិងចង្អុលចុងជើងចុះក្រោមឲ្យរឹង Lock the ankle លើបាល់ត្រូវទាត់ឲ្យចំចំណុចកណ្ដាលរបស់បាល់បើទាត់ទាបពេកបាល់នឹងហោះឡើងលើមេឃបើទាត់ខ្ពស់ពេកបាល់នឹងរមៀលលើដី 4 ជំហររាងកាយ Body Position នៅខណៈពេលដែលជើងប៉ះបាល់ត្រូវទោទ្រូងឬដងខ្លួនទៅមុខបន្តិចនិងពុតជង្គង់ជើងទប់បន្តិចប្រសិនបើអ្នកផ្អៀងខ្លួនទៅក្រោយបាល់នឹងហោះត្រដែតឡើងខ្ពស់ហួសរបាទី 5 ការក្រវ៉ាត់ជើងតាមបាល់ Follow through បន្ទាប់ពីជើងប៉ះបាល់ហើយគុំទប់ជើងភ្លាមៗត្រូវក្រវ៉ាត់ជើងទាត់ទៅមុខតាមល្បឿនបាល់ហើយអនុញ្ញាតឲ្យខ្លួនប្រាណរបស់អ្នកលោតទៅមុខតាមធម្មជាតិចលនានេះជួយបញ្ជូនកម្លាំងទាំងអស់ពីក្នុងខ្លួនទៅលើគ្រាប់បាល់ដើម្បីទាត់បាល់ឲ្យបានខ្លាំងនិងមានប្រសិទ្ធភាពវាមិនមែនពឹងផ្អែកលើកម្លាំងសាច់ដុំជើងតែមួយមុខនោះទេប៉ុន្តែវាជាការរួមផ្សំគ្នារវាងបច្ចេកទេសនិងជំហររាងកាយត្រឹមត្រូវ